បាទសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាវីដេអូមួយនេះបាទនេះគឺជាកុំព្យូទ័រ MacBook Air M1 បាទឆ្នាំ2020របស់យើងបាទនេះពណ៌ខ្ជូតមែនទែនបាទ Rose Gold ហើយវីដេអូថ្ងៃនេះចង់បង្ហាញប្រាប់បងប្អូនថាសម្រាប់បងប្អូនដែលកំពុងតែមួម៉ៅជាមួយនឹងការប្រើប្រាស់ Word Excel Microsoft Office ហ្នឹងនៅលើប្រព័ន្ធប្រតិបត្តិការរបស់ Mac ហើយមានអារម្មណ៍ថាធុញបាទព្រោះអីពេលខ្លះធ្វើការងាររដ្ឋបាលបញ្ញាបញ្ញាលអីគឺ error ដៃជើងអីញ៉ៃគឺអាចយកមកដំឡើង Windows បានសម្រាប់បងប្អូនដែលគាត់ចង់យកមកដំឡើងតែ Windows ឬក៏ដាក់កម្មវិធីអីក៏បានដែរឲ្យតាក់ទងជាមួយនឹងប្រភេទ Windows គេលោបងប្អូនខ្លះគាត់ថាចង់ពេលដែលធ្វើការងាររដ្ឋបាលទៅគាត់ចង់ធ្វើការឲ្យបានលឿនគឺយើងប្រើប្រាស់ Windows ព្រោះបងប្អូនខ្លះគាត់ទៅតែផ្លាស់មកប្រើ Mac គឺអត់ទាន់ស្ទាត់ទេអញ្ចឹងអាចថាមានបញ្ហាទៅលើ Mac អូខេអញ្ចឹងការប្រើប្រាស់ Windows នៅលើ Mac នេះគឺវាពុំខុសគ្នាអីពីការប្រើប្រាស់កុំព្យូទ័រ Windows PC ធម្មតាទេបាទហើយងាយទៀតបងប្អូនកំពុងតែប្រើ Mac ផងហើយចង់ឆ្លាស់បងប្អូនប្រើតម្រាម3ចឹងមកបាទយើងឆ្លាស់មកបាទយកម៉ៅមកដាក់សិនអូខេនេះបាទយើងបានចូលទៅ Windows បាត់ហើយបងប្អូនឃើញទេបាទនេះគឺជាកុំព្យូទ័ររបស់អតិថិជនរបស់អធិស្ឋានហើយនឹង All Store Cambodia គឺគាត់បានយកមកដំឡើង Microsoft Office ឬក៏កម្មវិធីមួយចំនួនទៀតដែលគាត់ចង់ប្រើប្រាស់នៅលើ Windows បាទហើយយើងអត់ខាតពេលទេមិនខាតពេល boot ចូលទៅ Windows ឬក៏ boot ចូលទៅ Mac ឲ្យជ្រើសរើសទេគឺយើងប្រើប្រាស់ផ្ទាល់តែម្ដងដូចថាយើងកំពុងតែប្រើ Windows ក៏ដោយហើយចង់ឆ្លាស់ទៅប្រើ Mac វិញគឺយើងប្រើម្រាម4ចឹងមកទាញចឹងមកបងប្អូនបាទដាក់មកយើងទាញឲ្យលឿនតិចមកបាទអូខេបាទអូខេឥឡូវយើងចូលមក Mac វិញហើយចង់ប្រើ Windows បាទនេះគឺជាដំណោះស្រាយមួយតូចតាចសម្រាប់បងប្អូនដែលមានកុំព្យូទ័រប្រភេទពួក chip Apple M1 ឡើងអរគុណបងប្អូនដែលតាមដានទស្សនាជួបគ្នាសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការដំឡើងគឺអាចតាក់ទងមកកាន់ Restore Cambodia របស់អធិស្ឋានបាន